សូមជូនពរដល់មហាជនទាំងអស់ថ្ងៃនេះខ្ញុំចង់និយាយអំពីមង្គលដ៏ទង់ឧត្តមមួយដែលព្រះពុទ្ធជាម្ចាស់បានបង្ហាញក្នុងមង្គលសូត្រនៅក្នុងមង្គល32ប្រការមានមង្គលមួយសំខាន់ណាស់គឺមាតាបតុបដ្ឋានការថែទាំបតាមាតាព្រះអង្គមានព្រះបន្ទូលថាអ្នកណាអាចព្យាបាលថែរក្សាហើយបំពេញករណីកិច្ចចំពោះបតាមាតាបាននោះគឺគេកំពុងបង្កើតមង្គលដ៏ខ្ពង់ខ្ពស់មួយក្នុងជីវិតមូលហេតុដែលការថែទាំបតាមាតាជាមង្គលខ្ពង់ខ្ពស់គឺព្រោះបតាមាតាបានផ្ដល់ជីវិតក្តីស្រឡាញ់ការថែរក្សានិងការលះបង់បំផុតដើម្បីឲ្យកូនបានធំលូតលាស់ពួកគេទ្រាំទ្រការលំបាកគ្រប់យ៉ាងគ្មានក្តីបារម្ភអំពីខ្លួនឯងមានតែបារម្ភអំពីកូនតែមួយប៉ុណ្ណោះដូច្នេះការថែទាំពួកគេចាស់ឬពេលមានជំងឺគឺជាកតិកម្មវិញ្ញាណមួយដែលនាំមកនូវសេចក្តីសុខនិងបុណ្យកុសលដ៏ធំធេងបំផុតយើងអាចអនុវត្តការថែទាំតាម4ចំណុច1ថែទាំរាងកាយអាហារថ្នាំពេទ្យនិងសុខភាព2ថែរក្សាចិត្តនិយាយសំឡេងស្រួលផ្ដល់ក្តីកោតសរសើរ3មិនធ្វើអ្វីដែលធ្វើឲ្យពួកគាត់បារម្ភឬឈឺចិត្ត4គាំទ្រការធ្វើបុណ្យនិងពិធីធំព្រះពុទ្ធបានបង្ហាញថាអ្នកណាថែទាំបតាមាតាគឺដូចជាកំពុងថែរក្សាព្រះពុទ្ធព្រះធម៌ព្រះសង្ឃផលល្អកើតឡើងជីវិតមានសេចក្តីសុខការងាររលូននិងកិត្តិយសកើនឡើងសូមចងចាំថាការថែទាំបតាមាតាគឺជាមង្គលខ្ពង់ខ្ពស់បំផុតក្នុងជីវិតពេលយើងបំពេញកតញ្ញូកម្មនេះយើងកំពុងបង្កើតបុណ្យកុសលយ៉ាងធំបំផុតជីវិតរស់នៅអាចភ្លឺថ្លារុងរឿងពីបច្ចុប្បន្នរហូតទៅដល់ភ្លឺអនាគតរបស់យើងទៀតផងសូមអនុមោទនានិងសូមអរគុណ